ថ្ងៃនេះតំពថ្មីនៃវិស័យអាកាសចរកម្ពុជាថ្ងៃទី9 ខែ 9 ឆ្នាំ 2025 ជាថ្ងៃដែលអាកាសយានដ្ឋានដេជោអន្តរជាតិបានដំណើរការជាផ្លូវការពីថ្ងៃដំបូងគឺពិសេសមែនតើឆ្ងាយតិចតែស្អាតណាបងតែនោះត្រូវតែអញ្ចឹងយើងចង់បានទីតាំងធំយើងត្រូវតែរៀងឆ្ងាយប៉ុន្តែអ្វីដែលសំខាន់គឺក្នុងការធ្វើដំណើរយើងរៀបចំឯកសារឲ្យបានគ្រប់គ្រាន់អញ្ចឹងឯកសារគួរឲ្យយើងមកខ្លះបងឯកសារដែលសំខាន់បំផុតគឺលិខិតឆ្លងដែនរបស់យើងគួរតែយកលិខិតកក់ស្វត្ថិយន្តហោះមួយឬក៏ទៅប្រទេសដែលមានវីសាយក print មកលឹកមកហើយនៅអ្វីដែលសំខាន់មួយទៀតគឺលិខិតចូលប្រទេសរបស់គេហើយកុំភ្លេចបំផុតគឺកាបូបលុយរបស់យើងចុះបើលុយបងអត់លុយមានតែស្អីកាតធនាគារអាចដកលុយបាននៅអាកាសយានដ្ឋានហ្នឹងតែម្ដងនៅនេះមិនបារម្ភរឿងលុយកាក់ទេយកតែកាត ATM មកយើងដកលុយបានគ្រប់ទូហើយនៅនេះម៉ាស៊ីនច្រើនមែនទែនទាំងនៅខាងក្រៅទាំងនៅខាងក្នុងនៅពេលយើង check in ហើយជាជនជាតិខ្មែរយើងអាចដកលុយ$7បាននៅធនាគារកាណាយ៉ានៅ counter ធនាគារកាណាយ៉ាយើងក៏អាចដូររូបិយប័ណ្ណរបស់ប្រទេសផ្សេងៗបានដែរនៅពេលយើងលើសគីឡូវ៉ាឡេយើងត្រូវបង់លុយឲ្យក្រុមហ៊ុនអាកាសចរអីក៏យើងត្រូវបង់នៅធនាគារកាណាយ៉ាបានដែរនៅខាងក្នុងបន្ទាប់ពីយើងឆ្លងអន្តរវ័យហើយក៏មាន counter របស់កាណាយ៉ា Bank ដែរគឺយើងអាចដកប្រាក់ក៏បានមានទាំង ATM ឬក៏អាចដកជាមួយ counter ហើយនៅយើងអាចបដូរសាច់ប្រាក់បានហើយលោកថាផ្លិចដកបដូរនៅក្រៅអីយើងអាចទៅបដូរនៅខាងក្នុងបាននៅចុងខាងក្រោមកន្លែងមកដល់អ្នកធ្វើដំណើរគឺយើងឃើញធនាគារកាណាយ៉ាមួយកន្លែងនេះគឺសេវាកម្មពេញលេញតែម្ដងគឺដូចធនាគារនៅក្នុងក្រុងឬក៏កន្លែងផ្សេងៗទៀតអញ្ចឹងយើងអាចប្រឹក្សាឬក៏ប្រើប្រាស់សេវាកម្មផ្សេងៗដូចជាការបើកគណនីអីបានឬក៏បងប្អូនអ្នកដែលធ្វើដំណើរចេញអីអាចដកលុយខាងលើក៏បានមកខាងក្រោមក៏បាន$7របស់យើងហ្នឹងឬក៏យើងអាចដកប្រាក់ដកអីគឺនៅទីនេះបានអញ្ចឹងវីដេអូនេះគឺមានតែប៉ុណ្្នឹងទេអរគុណបងប្អូនទាំងអស់គ្នាដែលបានទស្សនាពីដើមដល់ចប់ជួបគ្នានៅវីដេអូក្រោយទៀតអូមែនភ្លេចប្រាប់ថាធនាគារកាណាយ៉ាគឺជាដៃគូទូទាត់ប្រាក់របស់អាកាសយានដ្ឋានថ្មីមួយនេះតែទោះបីជាការបង់ថ្លៃចំនួនរថយន្តនៅពេលដែលយើងទៅហ្នឹងគឺយើងអាចបង់តាម app ផ្ទាល់បានតែម្ដងមិនចាំបាច់ទៅបង់ដល់កន្លែងក៏បានដែរ